នៅក្នុងវីដេអូនេះគឺខ្ញុំនឹងយកឡាន off-road 4 ប្រភេទយកមកតេស្តជាមួយនឹងរក្រោះឲ្យរក្រោះកាត់អ្នកគ្នាទី1គឺមាន Alpha ទី2គឺមាន Lexus 570ទី3គឺ Tacoma ហើយទី4នោះគឺឡាន Mercedes-Benz G63 ចង់ដឹងថាតើឡានទាំង4នេះមួយណាដែលតាន់ជាងគេខ្ញុំនឹងធ្វើការឲ្យរក្រោះនេះកិនម្ដងមួយតែម្ដងនេះអញ្ចឹងយើងចូលទៅមើលវីដេអូរបស់គ្នាតើមួយឡានមួយណាដែលវារៀងតាន់ជាងគេហើយវានៅល្អជាងគេអញ្ចឹងណាចឹងសម្រាប់ឡានទី1នេះគឺខ្ញុំបើកកិនទៅលើឡាន Alpha មុនគេឥឡូវគឺថាឡានអត់ចង់រួចទេអ្នកគ្នាដោយសារតែវាខ្ពស់ដែរហើយអញ្ចឹងខ្ញុំយកកណ្ដុងនេះមកសកត់ទៅកិនមកគឺថាតប៉ែតដូចជាតិអញ្ចឹងឡានទី1របស់យើងនេះគឺតិចបាត់ទៅហើយបាទនិយាយតប៉ែតដាក់តប៉ែតឥឡូវយើងស្រែវាចេញសិនទៅហើយចាំយើងចូលទៅទី2គឺថាមានភ្លើងឆេះទៅអ្នកគ្នាឥឡូវយើងចូលមកដល់ឡានទី2របស់យើងគឺ Lexus 570ផងដែរបាទទៅហើយតែទៅប្រភេទឡានអុកញ៉ាអានេះកាន់អត់ចង់ឡើងទេអូខេសម្រាប់ Lexus 570នេះគឺថាដូចជាកាន់អត់ឡើងអត់ទៅរួចទេវាថាយើងកាន់ឡើងម្ដងវាហ្មងទៅអត់កើតទេបាទពាក់កណ្ដាលនេះក៏ប៉ិតដូចជាក៏ប៉ិតបានពាក់កណ្ដាលហ្នឹងនេះឥឡូវអញ្ចឹងយើងទៅមួយទៀតតាកម៉ាម្ដងបែបឡានតាកម៉ាម្ដងអានេះឡានរួចទៅនេះបើសិនយើងជិះទៅបុកវាធម្មតាគឺឡើងរួចយកតែម្ដងប៉ុន្តែតើខ្ញុំយកកណ្ដុងទៅសកត់ទៅវាបន្តិចទើបយើងឡើងកាន់បានហើយបន្ទាប់ពីកាន់ទៅក៏យើងមិនអាចជិះកិនវាទៅមុខបានដែរគឺបានត្រឹមកិនអត់អាចរំលងវាបានគឺផ្អៀងតិចគឺចេញរួចហើយបើថាមើលទៅសាកសពឡានមិញគឺថារៀងតាន់ដែរគ្នាឡានតាកម៉ាមិញរៀងតាន់មកអត់ក៏ពិតខ្លាំងទេឥឡូវយើងចូលមកដល់ Mercedes-Benz G63 យើងម្ដងបាទអានេះយកបានវាថាដាក់វាទៅជា Brabus ទេគឺស៊ីនធម្មតាអត់អានេះគេហៅថាអត់ modify អូខេអានេះវាដូចជាឡើងបានគេបាទតែកម្រិតនៃការខូចខាតរបស់វាមើលទៅក៏វាធ្ងន់ធ្ងរណាស់ដែរឥឡូវយើងទៅមើលប្រភេទឡានផ្សេងគ្នាបាទឥឡូវយើងដើរមើលពីឡានមួយទៅឡានមួយបាទហើយឃើញថាអានេះនៅជិះបានទេបាទសំខាន់ឆេះឲ្យខ្ទេចអីនៅជិះបានតែអត់ទៅមុខទេមែនអូខេឡើងជិះបានតែអត់ទៅមុខទេហើយយើងទៅមើលអាផាតយើងខ្លាចជាអាប្រុសបាត់ហើយអ្នកគ្នាមើលនេះរៀងដូចអាប្រុសចឹងអូខេឡើងខ្ទេចម៉ត់តែម្ដងឡើងជាអត់បានទេគេអាផាតនេះគឺឡើងជាអត់បានទេឥឡូវយើងទៅមើលឡានផ្សេងទៀតតាកម៉ាយើងម្ដងតាកម៉ានេះវារៀងនៅគ្រាន់បាជាងគេរៀងនៅល្អជាងគេចឹងណាតែជាតិបានទេឡើងជាតិបានឥឡូវយើងទៅមើល Lexus 570យើងម្ដងឃើញថា Lexus 570គឺនៅបើកទៅមុខនេះគ្នាពិតជាមិនធម្មតាមែនបាទក្រុមហ៊ុន Lexus មើលឡានឡើងក៏ប៉ិតខ្ទេចអស់ហើយនៅទៅមុខទេបាទឥឡូវខ្ញុំចង់ដឹងខ្ញុំនឹងកិនបន្ថែមទៀតសម្បើវាទៅមុខអត់ឥឡូវគឺថាយើងបើកកិនបន្ថែមទៀតហើយនេះដាក់វាឲ្យចង់និយាយយើងកិនវាឲ្យអស់ចិត្តតើចង់ដឹងថាវាអាចបើកបានទៀតអត់នេះភាពមាំភាពតាន់របស់ឡានហ្នឹងគឺខ្លាំងប៉ុណ្ណាឥឡូវខ្ញុំនិយាយថាក្រោយទីហើយយកបុកវាមករំខឹងទៅប៉ាំងថាលើកនេះគឺធ្ងន់មែនតែមកកិនកំតិចម្លងទៅមុខទៀតអូឡើងតប៉ែតដូចជ័យឈានណាគ្នាឥឡូវខ្ញុំចុះទៅឥឡូវយើងចុះទៅមើលនេះឡើងតប៉ែតនៅជីបានទៀតតាលុតលតែឃើញច្បាស់នឹងភ្នែកអញ្ចឹងទៅដឹកថាទឹកដៃមិនធម្មតាអូខេសរសើរក្រុមហ៊ុន Lexus មែនតើអ្នកគ្នាមើលទៅបាទជាក់ស្ដែងនៅក្នុងហ្គេមនេះគឺកិនឡើងតប៉ែតដូចជាអត់មាននឹងកង់មកវិលចេះទៅមុខដែរអេអស់តហ្មងបាទអូខេហើយវីដេអូយើងក៏មានប៉ុណ្្នឹងដែរគ្នាបើសិនពេញចិត្តកុំភ្លេចចុច follow នៅលើ TikTok អ្នកមួយហើយកុំភ្លេចបើសិនជាអ្នកចង់មើលវីដេអូវិញអាចទៅ subscribe នៅលើ YouTube ខ្ញុំបានអ្នកគ្នាអរគុណច្រើន